បងប្អូនបាទនៅខាងក្រៅខ្ញុំនេះគឺជាព្រះវិហារបងប្អូនឃើញអត់បាទគឺប្រតិប្រូហើយនឹងចិញ្ចាំងសង្កសីបងប្អូនណាអញ្ចឹងគឺមិនមែនខ្ញុំកុហកបងប្អូនណាគឺជាការពិតបងប្អូននេះគឺជាព្រះវិហារនៅក្នុងវត្តបាសវរាមហៅវត្តបកោបកែវដែលមានទីតាំងស្ថិតនៅក្នុងភូមិជីកដីឃុំអូដងត្បែកស្រុករមៀហែកខេត្តស្វាយរៀងបងប្អូនណាអញ្ចឹងគឺដោយសារតែវត្តនេះគឺមានការខ្វះខាតខ្លាំងមែនទែនអញ្ចឹងថ្ងៃនេះគឺជាថ្ងៃកម្មវិធីបុណ្យផ្កាហើយនឹងបញ្ចុះខណ្ឌសីមាដើម្បីធ្វើការសាងសង់ព្រះវិហារថ្មីចឹងហើយគឺវីដេអូនេះខ្ញុំធ្វើឡើងដើម្បីគ្រាន់តែចង់បង្ហាញទៅកាន់បងប្អូនបើសិនជាពុកម៉ែបងប្អូនឃើញហើយចង់ចូលរួមជាបច្ច័យដើម្បីឲ្យប្រសង់លោកអើច័ន្ទដែលគាត់គង់នៅវត្តនេះផ្ទាល់គឺគាត់មានបច្ច័យដើម្បីធ្វើការសាងសង់ព្រះវិហារថ្មីនេះបងប្អូនអាចតាក់ទងមកតាមខ្ញុំបានអញ្ចឹងណាខ្ញុំនឹងចង់ជួយគាត់អញ្ចឹងណាបងប្អូនអញ្ចឹងគឺដោយសារតែខ្ញុំមើលឃើញថាគឺខុសពីព្រះវិហារនៅតាមបណ្ដាវត្តផ្សេងៗមែនតើបងប្អូននៅតាមបណ្ដាវត្តផ្សេងៗណាព្រះវិហារគឺគេធ្វើឡើងពីថ្មគេមានការចម្លាក់រចនាផ្សេងៗហ្នឹងទៅប៉ុន្តែនៅព្រះវិហារនេះបងប្អូនឃើញអត់បាទគឺតបូស៊ីប្រូហើយជាជាងនេះគឺសង្កសីទេហើយនេះគឺជាមុខវិហារចូលបងប្អូនឃើញអត់បាទឥឡូវចាំបងប្អូនចាំខ្ញុំដើរចូលមកមើលក្នុងព្រះវិហារឲ្យមើលបងប្អូនបាទអញ្ចឹងយើងមើលហើយគឺលក្ខណៈថាមានអីក្រៅតែពីពាក្យថាសំណោះមែនតើដោយសារតែវត្តនេះគឺនេះខាងបងប្អូនចូលមើលខាងក្នុងនេះបងប្អូនឃើញអត់បាទខាងព្រះវិហារបងប្អូនឃើញទេបាទគឺនេះបងប្អូនបាទក្នុងព្រះវិហារហើយនេះគឺជារូបបដិមាដែលជាសម្រាប់កន្លែងគោរពណាចឹងបងប្អូនឃើញអត់បាទគឺមើលមកគឺលក្ខណៈថាគាត់តែឃើញហើយក៏បងប្អូនដឹងថាសន្តិភាពវត្តហ្នឹងគឺបែបណាដែរចឹងគឺនៅទីនេះគឺមិនសូវជាមានមិនសូវជាធូរធារហើយក៏មិនសូវជាមានពុទ្ធបរិស័ទមកច្រើនដែរបងប្អូនគ្រប់ពេលកម្មវិធីបុណ្យម្ដងណាចឹងគឺសង្ឃឹមថាបើសិនជាបងប្អូនឃើញហើយគឺសង្ឃឹមថាបងប្អូនអាចចូលរួមបានចឹងណាព្រោះខ្ញុំធ្វើនេះក៏ខ្ញុំមិនមែនចង់បានប្រយោជន៍ចង់បានឲ្យខ្លួនឯងដែរខ្ញុំធ្វើដើម្បីជាការចូលរួមចំណែកដើម្បីឲ្យលោកអើច័ន្ទគឺគាត់បានមានបច្ច័យដើម្បីធ្វើការសាងសង់ព្រះវិហារថ្មីហើយវត្តនេះបងប្អូនគឺមានតែមួយអង្គគត់ដែលគង់នៅវត្តនេះបងប្អូនណាបាទគឺលោកអើច័ន្ទហ្នឹងគឺតែមួយអង្គទេបាទ